ជំរាបសួរថ្ងៃនេះខ្ញុំសូមណែនាំអំពីរបៀបផ្ដាច់តេឡេបញ្ជាពី motor blind ឬ Wagon root របស់ក្រុមហ៊ុន ABC មុននឹងធ្វើការផ្ដាច់សូមប្រាកដថា motor របស់លោកអ្នកបានភ្ជាប់ជាមួយនឹងចរន្តអគ្គិសនីរួចរាល់ដើម្បីផ្ដាច់ត្រូវជ្រើសរើសលេខប៉ុស្តិ៍ណាដែលអ្នកបានភ្ជាប់ជាមួយនឹង motor រួចរាល់ដើម្បីជ្រើសរើសលេខប៉ុស្តិ៍បានយើងត្រូវចុចប៊ូតុងដែលមានសញ្ញាទៅមុខនៅលើតេឡេបញ្ជាបន្ទាប់ពីជ្រើសរើសរួចសូមចុចប៊ូតុងតូចដែលនៅលើ motor នោះ motor នឹងធ្វើចលនាបែបនេះបន្ទាប់ពី motor វិលរួចសូមចុចប៊ូតុង P1 ដែលជាប៊ូតុងកូដដែលស្ថិតនៅផ្នែកខាងក្រោយនៃតេឡេបញ្ជារួច motor នឹងធ្វើចលនាវិលបែបនេះម្ដងទៀតបន្ទាប់ពី motor វិលរួចតេឡេបញ្ជានិង motor ត្រូវបានផ្ដាច់រួចរាល់